ចង់បងរំលោះផ្ទះចង់កម្ចីពង្រីកអាជីវកម្មក៏ប៉ុន្តែនៅស្ទាក់ស្ទើរនឹងបារម្ភច្រើនដោយគិតអំពីចំណូលទៅថ្ងៃមុខនិងអនាគតដែលនឹកស្មានមិនដល់ហើយក៏មានក្រុមគ្រួសារមួយចំនួនធំកំពុងតែបងរំលោះនិងមានបំណុលជាប់ខ្លួនហើយរស់នៅក្នុងស្ថានភាពមួយដែលមិនច្បាស់លាស់តែងតែគិតបារម្ភនៅក្នុងចិត្តថាបើថ្ងៃណាមួយមានរឿងអ្វីកើតឡើងតើបំណុលទាំងអស់នោះនឹងទៅជាយ៉ាងណាតើកូននៅក្រោមបន្ទុកនឹងរស់នៅជាមួយនឹងស្ថានភាពបែបណាវាជាការពិតបើថ្ងៃណាមួយបង្គោលគ្រួសារដែលប្រៀបដូចជាម៉ាស៊ីនរកចំណូលត្រូវឈប់ដំណើរការដោយសារតែបញ្ហាសុខភាពឬហេតុការណ៍ហានិភ័យណាមួយកើតឡើងក្រុមគ្រួសារប្រកាសជាប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនដូច្នេះបើអវត្តមានម្ដាយឪពុកមនុស្សជាទីស្រឡាញ់ជាពិសេសកូននឹងត្រូវរ៉ាប់រងបន្ទុកដ៏ធ្ងន់ធ្ងរនោះរបៀបណាតើបំណុលដែលនៅសល់តើការចំណាយទៅលើការសិក្សាអ្នកណានឹងមកជំនួសនេះហើយទៅជាមូលហេតុដែលយើងត្រូវគិតគូរអំពីទំហំការពារហិរញ្ញវត្ថុនិយាយឲ្យងាយស្រួលយល់តែម្ដងទំហំការពារហិរញ្ញវត្ថុប្រៀបដូចជាទំហំឆ័ត្របើសិនជាយើងមានបន្ទុកច្រើនមានបំណុលច្រើនយើងក៏ត្រូវការឆ័ត្រធំដែរដើម្បីកុំឲ្យទៅទឹកភ្លៀងការគិតគូរអំពីទំហំការពារហិរញ្ញវត្ថុនៅថ្ងៃនេះដើម្បីធានាថាបើទោះបីជានៅថ្ងៃមុខនាពេលអនាគតមានព្យុះភ្លៀងអ្វីកើតឡើងក៏ដោយក៏មនុស្សជាទីស្រឡាញ់របស់យើងជាពិសេសកូននៅតែបន្តការសិក្សាអាជីវកម្មនៅតែបន្តដំណើរការហើយផ្ទះរបស់យើងនៅតែមានសុវត្ថិភាពនៅតែជាជម្រកដ៏កក់ក្ដៅសម្រាប់ក្រុមគ្រួសារដូច្នេះបើបងប្អូនមិនទាន់ច្បាស់ថាតើទំហំការពារហិរញ្ញវត្ថុបែបណាដែលស័ក្តិសមជាមួយនឹងក្រុមគ្រួសាររបស់បងប្អូនខ្ញុំសូមណែនាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់កូនខ្មែរយើងមួយដែលមានវិជ្ជាជីវៈច្បាស់លាស់និងអាចទុកចិត្តបាននោះគឺក្រុមហ៊ុន Royal Group Life Insurance ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជានិងជាក្រុមហ៊ុនបត់សម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ក្រុមហ៊ុន Royal Group Life Insurance ត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរដើម្បីប្រជាជនកម្ពុជាហើយក្រុមហ៊ុនមួយនេះបានការពារហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាអស់រយៈពេលជាង14ឆ្នាំហើយពួកយើងនៅតែបន្តនៅក្នុងការការពារសុវត្ថិភាពហិរញ្ញវត្ថុសុខភាពផ្លូវចិត្តនិងភាពរីកចម្រើនរបស់ប្រជាជនកម្ពុជាក្រុមហ៊ុន Royal Group Life Insurance សុវត្ថិភាពថ្ងៃនេះកាន់តែរឹងមាំនៅថ្ងៃស្អែក